នៅក្នុងទីក្រុងភ្នំពេញមានយុវជនម្នាក់ឈ្មោះតារាដែលជានិស្សិតផ្នែកបុរាណវិទ្យាគាត់ស្រឡាញ់ការសិក្សាអំពីអរិយធម៌ខ្មែរជាពិសេសអាណាចក្រអង្គរដែលធ្លាប់ជាអំណាចដ៏អស្ចារ្យក្នុងតំបន់អាស៊ីអាគ្នេយ៍ថ្ងៃមួយគាត់ទទួលបានឯកសារចាស់មួយពីគ្រូបង្រៀនដែលមានផែនទីបុរាណនិងអក្សរខ្មែរដ៏ចំណាស់ដែលសរសេរថាច្រកនៃពេលវេលាស្ថិតនៅក្រោមពន្លឺព្រះច័ន្ទដោយចង់ដឹងច្បាស់តារាបានធ្វើដំណើរទៅកាន់អង្គរវត្តនៅពេលព្រះច័ន្ទពេញវង្សនៅពេលរាត្រីស្ងប់ស្ងាត់ខ្យល់បក់ត្រជាក់គាត់ឃើញទ្វារប្រាសាទតូចមួយនៅក្រោយជញ្ជាំងដែលគ្មាននរណាធ្លាប់និយាយពីវាឡើយមានពន្លឺស្រទន់លេចចេញពីខាងក្នុងហាក់បីដូចជាកំពុងហៅគាត់តារាក៏ដើរចូលទៅក្នុងនោះហើយពិភពលោកក៏បានបំលែងភ្លាមពេលដែលគាត់ភ្ញាក់ឡើងវិញគាត់បានឃើញខ្លួនឯងស្ថិតនៅក្នុងទីក្រុងដ៏ធំមួយពោពេញដោយមនុស្សសម្លៀកបំពាក់បែបបុរាណនិងសំណង់ដ៏អស្ចារ្យក្រៃលែងសំឡេងគ្រឿងភ្លេងសំឡេងទីផ្សារនិងក្លិនម្ហូបឈ្ងុយឆ្ងាញ់បង្កើតអារម្មណ៍ដូចជាគាត់កំពុងរស់នៅក្នុងសម័យអង្គរពិតៗអញ្ចឹងពេលនោះស្រាប់តែមានអ្នកយាមម្នាក់ចូលមកសួរគាត់អ្នកជានរណាមើលទៅចម្លែកម្លេះតារាត្រូវបានគេនាំទៅកាន់ព្រះរាជវាំងដោយគេគិតថាគាត់ជាអ្នកចម្លែកម្នាក់ពីប្រទេសឆ្ងាយនៅក្នុងសួនផ្កាខាងក្នុងព្រះរាជវាំងតារាបានជួបព្រះនាងម្នាក់ឈ្មោះសូរិយាដែលនាងមានសម្រស់ស្រស់ស្អាតនិងភាពស្ងប់ស្ងាត់ដូចព្រះច័ន្ទពេញវង្សនាពេលរាត្រីពេលនោះព្រះនាងសង្កេតឃើញភ្លាមថាតារាមិនមែនជាមនុស្សនៅសម័យនោះទេហើយព្រះនាងបាននិយាយថាភ្នែករបស់លោកមើលទៅដូចជាមនុស្សដែលបានឃើញអនាគតរីឯតារាមិនអាចលាក់បានទៀតទេគាត់បានប្រាប់នាងអំពីពិភពសម័យថ្មីអគារខ្ពស់រថយន្តនិងបច្ចេកវិទ្យាទំនើបព្រះនាងសូរិយាស្ដាប់ដោយចាប់អារម្មណ៍ហើយចាប់ផ្ដើមជឿលើគាត់បន្តិចម្ដងថ្ងៃកន្លងទៅពួកគេចាប់ផ្ដើមមានអារម្មណ៍ជិតស្និទ្ធពីការជែកគ្នាคล้ายជាការស្រឡាញ់ប៉ុន្តែសេចក្តីសុខនោះមិនបានយូរឡើយដោយអ្នកទូទីម្នាក់បានព្យាករណ៍ថាមនុស្សពីពេលអនាគតនឹងនាំមកនូវការបំផ្លាញជាមួយនឹងការមករបស់តារាព្រឹត្តិការណ៍អស្ចារ្យចាប់ផ្ដើមកើតឡើងអាកាសធាតុចម្លែកកងទ័ពត្រូវសត្រូវកំពុងវាយប្រហារយ៉ាងខ្លាំងពេលនោះមនុស្សជាច្រើនចាប់ផ្ដើមសង្ស័យលើគាត់ព្រះនាងសូរិយាត្រូវបានគេចាត់ទុកថាជាមនុស្សដែលលាក់អាថ៌កំបាំងហើយជីវិតនាងក៏ស្ថិតនៅក្នុងគ្រោះថ្នាក់ផងដែររីឯតារាចាប់ផ្ដើមស្គាល់ថាការស្ថិតនៅទីនេះអាចបំផ្លាញប្រវត្តិសាស្ត្របាននៅយប់មួយក្រោមពន្លឺព្រះច័ន្ទព្រះនាងនាំតារាទៅកាន់ទ្វារប្រាសាទដដែលហើយនាងក៏និយាយថានេះគឺជាច្រកដែលអ្នកមកនឹងអាចត្រឡប់ទៅវិញបានភ្នែកនាងពោពេញដោយទឹកភ្នែកបើអ្នកនៅទីនេះប្រវត្តិសាស្ត្រអាចផ្លាស់ប្ដូរប៉ុន្តែបើអ្នកទៅវិញខ្ញុំនឹងបាត់បង់អ្នកចំណែកតារាវិញមិនអាចនិយាយអ្វីបានទេបានតែត្រឹមចាប់ដៃរបស់នាងហើយចិត្តរបស់គាត់ត្រូវបំបែកជាពីរពុំទាន់បាននិយាយគ្នាអស់ពីចិត្តផងស្រាប់តែច្រកពន្លឺចាប់ផ្ដើមបើកឡើងវិញពេលនោះក៏មានពន្លឺភ្លឺខ្លាំងឡើងហើយក៏គ្រប់យ៉ាងប្រែក្លាយជាស្ងប់ស្ងាត់ទៅវិញពេលតារាភ្ញាក់ឡើងវិញគាត់ឃើញខ្លួនឯងនៅមុខអង្គរវត្តដូចមុនហើយគាត់គិតថាវាជាសុបិនប៉ុន្តែពេលគាត់មើលទៅដៃរបស់គាត់មានខ្សែដៃមាសមួយដែលព្រះនាងសូរិយាធ្លាប់បានឲ្យគាត់ហើយនៅលើជញ្ជាំងប្រាសាទមានរូបចម្លាក់ថ្មីមួយរូបព្រះនាងម្នាក់កំពុងឈរជាមួយបុរសម្នាក់ដែលសម្លៀកបំពាក់ចម្លែកដូចគាត់តារាស្ងប់ស្ងាត់បេះដូងគាត់ចាប់ផ្ដើមឈឺបន្តិចប្រហែលជាស្នេហាអាចឆ្លងកាត់ពេលវេលាបានពិតបន្ទាប់ពីត្រឡប់មកវិញនៅមុខអង្គរវត្តតារាមិនអាចបំភ្លេចព្រះនាងសូរិយាបានឡើយរាល់ថ្ងៃគាត់ត្រឡប់ទៅសិក្សាប្រាសាទដដែលដោយសង្ឃឹមថានឹងមានអ្វីមួយកើតឡើងវិញថ្ងៃមួយនៅលើជញ្ជាំងប្រាសាទគាត់បានឃើញរូបចម្លាក់ថ្មីមួយមិនមានក្នុងកំណត់ត្រាបុរាណណាមួយឡើយរូបនោះបង្ហាញព្រះនាងសូរិយាកំពុងឈរម្នាក់ឯងក្រោមពន្លឺព្រះច័ន្ទហើយមានអក្សរខ្មែរចាស់សរសេរថាខ្ញុំនឹងរងចាំអ្នកទោះបីជាពេលវេលាបំបែកយើងក៏ដោយបេះដូងតារាចាប់ផ្ដើមឈឺចាប់ប៉ុន្តែក៏ពោពេញដោយសេចក្តីសង្ឃឹមវិញផងដែរតារាចាប់ផ្ដើមស្រាវជ្រាវយ៉ាងខ្លាំងសៀវភៅបុរាណអក្សរខ្មែរនិងរឿងព្រេងពីច្រកពេលវេលាគាត់បានរកឃើញថាច្រកនោះមិនបើកគ្រប់ពេលទេវាបើកតែពេលព្រះច័ន្ទពេញវង្សនិងមានចិត្តដែលភ្ជាប់គ្នាពិតប្រាកដប៉ុណ្ណោះ
យប់មួយពេលព្រះច័ន្ទភ្លឺពេញមេឃគាត់ត្រឡប់ទៅកន្លែងដើមហើយទ្វារអាចកំបាំងបានបង្ហាញឡើងវិញដោយគ្មានការស្ទាក់ស្ទើរតារាក៏ដើរចូលទៅក្នុងពន្លឺនោះពេលគាត់ទៅដល់វិញអង្គរមិនដូចមុនទៀតឡើយទីក្រុងស្ងប់ស្ងាត់បន្ទាប់ពីសង្គ្រាមដែលបានបញ្ចប់ទៅហើយតារាបានរត់ទៅរកព្រះរាជវាំងដោយបេះដូងរបស់ហាក់ដូចជាដើរលឿនខុសធម្មតានៅលើជណ្ដើរគាត់បានឃើញព្រះនាងសូរិយាកំពុងឈោមមើលព្រះច័ន្ទដោយភ្នែកពោពេញដោយការរង់ចាំសូរិយាតារាហៅសំឡេងទាបព្រះនាងក្រឡេកមកភ្នែកនាងភ្លឺឡើងភ្លាមដូចមនុស្សដែលបានរង់ចាំជាយូរឆ្នាំហើយតារានេះមិនមែនជាសុបិនទេគាត់ដើរទៅរកនាងយឺតហើយចាប់ដៃនាងពេលនោះទឹកភ្នែកនាងហូរចុះនាងរត់ចូលអោបគាត់យ៉ាងតឹងខ្ញុំគិតថាខ្ញុំបាត់បង់អ្នករួចហើយខ្ញុំត្រឡប់មកវិញព្រោះខ្ញុំមិនអាចរស់ដោយគ្មានអ្នកបានទេក្រោមពន្លឺព្រះច័ន្ទពួកគេចាប់ដៃគ្នាដូចជាពេលវេលាមិនអាចបំបែកពួកគេបានទៀតឡើយប៉ុន្តែច្រកពេលវេលាបានបើកឡើងម្ដងទៀតហើយពេលនោះសំឡេងមួយលេចឡើងអ្នកមិនអាចស្ថិតនៅក្នុងពិភពពីរបានទេត្រូវជ្រើសរើសបើតារានៅគាត់នឹងបាត់បង់អនាគតរបស់គាត់ហើយបើគាត់ទៅវិញគាត់នឹងបាត់បង់ស្នេហារបស់គាត់ព្រះនាងសូរិយាចាប់ដៃគាត់យ៉ាងតឹងលើកនេះខ្ញុំមិនចង់ឲ្យអ្នកទៅទៀតទេរីឯតារាស្ងប់ស្ងាត់ហើយសំឡេងបេះដូងរបស់គាត់ច្បាស់ជាងអ្វីទាំងអស់តារាបិទភ្នែកហើយនិយាយថាខ្ញុំជ្រើសរើសអ្នកពន្លឺច្រកបានបិទយឺតអនាគតរបស់គាត់បានបាត់ទៅជាមួយវាដែរប៉ុន្តែគាត់មិនមានការសោកស្ដាយការជ្រើសរើសនេះទេពេលព្រះអាទិត្យរះឡើងលើអង្គរតារានិងព្រះនាងសូរិយាដើរជាមួយគ្នាចាប់ផ្ដើមជីវិតថ្មីហើយស្នេហារបស់ពួកគេបានឈ្នះពេលវេលាហើយคล้ายជារឿងព្រេងដែលមនុស្សជំនាន់ក្រោយនឹងនិយាយពីវាពេលព្រះអាទិត្យរះលើប្រាសាទអង្គរជីវិតថ្មីបានចាប់ផ្ដើមសម្រាប់តារាហើយគាត់មិនមែនជាអ្នកចម្លែកទៀតឡើយគាត់คล้ายជាអ្នកប្រឹក្សារបស់ព្រះរាជវាំងដោយប្រើចំណេះដឹងពីអនាគតដើម្បីជួយប្រជាជនព្រះនាងសូរិយាក៏នៅជាមួយគាត់ជានិច្ចមិនមែនត្រឹមជាស្នេហាប៉ុន្តែជាគូស្រឡាញ់ដែលគាំទ្រគ្នាទៅវិញទៅមកដោយចំណេះដឹងពីអនាគតតារាបានជួយអភិវឌ្ឍប្រព័ន្ធទឹកបង្កើតប្រឡាយនិងស្រះទឹកដើម្បីឲ្យកសិកម្មរីកចម្រើនប្រជាជនចាប់ផ្ដើមគោរពគាត់ហើយអង្គរមានសន្តិភាពនិងសម្បូរបែបជាងមុនប៉ុន្តែតារាក៏ប្រុងប្រយ័ត្នគាត់មិនចង់បំលែងប្រវត្តិសាស្ត្រច្រើនពេកទេគ្រាន់តែជួយឲ្យមនុស្សរស់បានល្អជាងមុនប៉ុណ្ណោះបន្ទាប់ពីពេលវេលាមួយព្រះនាងសូរិយាត្រូវបានតែងតាំងជាព្រះមហាក្សត្រីហើយតារាដែលមិនមែនជាមនុស្សក្នុងសម័យនោះត្រូវបានទទួលស្គាល់ជាគូសមស្របរបស់នាងនៅក្នុងពិធីដ៏អធិប្បាយពួកគេបានសន្យាចំពោះគ្នាមិនថាពេលវេលាឬវាសនានាំយើងទៅណាយើងនឹងនៅជាមួយគ្នានៅយប់ស្ងប់ស្ងាត់តារាឈរមើលមេឃគិតដល់ពិភពដែលគាត់បានបោះបង់គ្រួសារមិត្តភក្តិនិងជីវិតដែលគាត់មិនអាចត្រឡប់ទៅវិញបានទៀតព្រះមហាក្សត្រីសូរិយាដើរមកក្បែរហើយចាប់ដៃគាត់យ៉ាងទន់ភ្លន់រួចនិយាយថាអ្នកសោកស្ដាយទេតារាញញឹមស្រាលខ្ញុំបាត់បង់អតីតកាលប៉ុន្តែខ្ញុំរកឃើញអ្វីដែលមានតម្លៃជាងគេច្រើនឆ្នាំបានកន្លងទៅរឿងស្នេហារបស់ពួកគេត្រូវបានកត់ត្រាទុកលើជញ្ជាំងប្រាសាទជារូបចម្លាក់នៃបុរសម្នាក់ពីអនាគតនិងព្រះមហាក្សត្រីម្នាក់ប្រជាជននិយាយថាស្នេហានេះមិនមែនជាស្នេហាធម្មតាវាជាស្នេហាដែលឆ្លងកាត់ពេលវេលានៅសម័យបច្ចុប្បន្នអ្នកទេសចរម្នាក់ឈរមើលរូបចម្លាក់នោះនៅអង្គរវត្តពេលគាត់ប៉ះវាមានអារម្មណ៍ចម្លែកមួយដូចជាសំឡេងពីអតីតកាលកំពុងហៅគាត់ហើយខ្សឹបប្រាប់គាត់ពីរឿងអ្វីមួយប្រហែលជារឿងស្នេហារបស់តារានិងសូរិយាមិនដែលបាត់បង់ឡើយវានៅតែរស់នៅក្នុងពេលវេលាក្នុងចិត្តរបស់មនុស្សនិងក្នុងថ្មន័យអង្គរដល់បច្ចុប្បន្នសូមអរគុណសម្រាប់ការទស្សនាវីដេអូនិទានរបស់យើងខ្ញុំសូមអធិស្ឋានសម្រាប់ការខុសឆ្គងទាំងឡាយសូមបញ្ជាក់នេះគ្រាន់តែជាសាច់រឿងនិទានបែបប្រឌិតតែប៉ុណ្ណោះសូមអរគុណ